ខ្ញុំស្ទួយបាញ់បងប្អូននេះខ្ញុំចាក់ចូលឆ្នាំងហើយគឺថ្ងៃហ្នឹងមកលេងស្រុកបងប្អូនហើយថ្ងៃហ្នឹងគឺបនអំទូកអញ្ចឹងបងប្អូនហើយមកដល់ផ្ទះហ្នឹងគឺខ្ញុំហ្នឹងរពឹសដៃហ្នឹងបងប្អូនណានិយាយទៅមកស្ទួយត្រីហើយថ្ងៃហ្នឹងមកលេងតាមមុខសាលាបរៀនដែរខ្ញុំធ្លាប់រៀនកាលពីក្មេងបងប្អូនហើយកន្លែងនេះគឺជាកន្លែងខ្ញុំស្ទួយត្រីពីក្មេងដែរខ្ញុំមកសាក់កន្លែងហ្នឹងមកស្ទួយបងប្អូនហើយវាមិនចេះអត់ទេគឺត្រីគាត់មកដាក់ហ្នឹងបងប្អូនគាត់ដាក់ភ្លាមបានត្រី2 3ភ្លាមបងប្អូនហើយមិញហ្នឹងគឺសាលាបរៀនដែលខ្ញុំធ្លាប់រៀននៅបឋមគឺខ្ញុំរៀនបានថ្នាក់ខ្ពស់ដូចគេដែរបងប្អូនហើយថ្នាក់ទី6ក៏ចូលរៀនទៅធ្វើការនៅភ្នំពេញអញ្ចឹងទៅបងប្អូនព្រោះជីវភាពយើងខ្វះខាតច្រើនបងប្អូនហើយអញ្ចឹងហើយក៏ខ្ញុំជប់រៀនទៅបងប្អូននៅស្រុកនេះបងប្អូនគឺខ្ញុំស្គាល់កន្លែងច្រើនស្ទូចអញ្ចឹងបងប្អូនហើយយើងធ្លាប់តាពីក្មេងអញ្ចឹងហើយវាមានខ្វះទេកន្លែងស្ទូចវីដេអូមុនខ្ញុំស្ទូចបានមួយដបបងប្អូនតែខ្ញុំបង្ហាញតែបាន 4-5 ទេខ្ញុំស្ទូចហើយនុយក៏សួររកដែរនៅស្រុកនេះយើងកម្មមកផ្លែតអីតែក្រោយផ្ទះហ្នឹងក៏មាននុយដែរយើងមិនបាច់រកណាឆ្ងាយហើយមកដាក់ហ្នឹងបងប្អូនដូចថាគេដូចគេដែរស្ទូចដែរអីចឹងបងប្អូនខ្ញុំមកដាក់ទៅដាក់ភ្លាមស៊ីភ្លាមបងប្អូនគឺសុវ័យចិត្តមែនតើពេលឃើញត្រីស៊ីអញ្ចឹងហេតុស៊ីហើយតែនេះត្រីទាញបងប្អូនគឺលពោតភ្លាមបងប្អូនហើយស៊ីតន់ជាប់អញ្ចឹងហើយសបោត្រីក្រាញ់បងប្អូនដូចថាខ្ញុំស្ទួយបានសោមាញ់ហ្នឹងគឺបានផ្ទុកមួយម្ដងនេះបានផ្ទុកមួយទៀតបងប្អូនផ្ទុកទុយទេសើធំទេហើយត្រីគឺមិនចេះអត់ទេបងប្អូនតែវាដូចថាវាខានស៊ីយូអញ្ចឹងបងប្អូនដូចមើលទៅនៅស្រុកខ្ញុំហ្នឹងគេអត់មានអ្នកស្ទួយអីចឹងតាមអញ្ចឹងបងប្អូនគេមិនសូវស្ទួយទេព្រោះគេដាក់តែស្ទួយច្រើនអញ្ចឹងបងប្អូនហើយថ្ងៃនេះខ្ញុំយកដល់មកបកមកពីពេញអញ្ចឹងពីរហ្នឹងបងប្អូនស្ទួយនៅពេញវាអត់សូវបានអញ្ចឹងបងប្អូនពិបាកទីតាំងស្ទួយមែនតើជាមិនដឹងថាកន្លែងណាសបោត្រីអញ្ចឹងបងប្អូនតែមកដល់ស្រុកនេះបងប្អូនហើយតាមបន្លាយតាមអីมันខ្វះទេត្រីស្រុកខ្ញុំនិយាយមែនអត់ខ្វះទេឲ្យតែយើងអាសាបងប្អូនថាមិត្តភក្តិខ្ញុំអីចឹងគាត់ស្ទួយគាត់ដាក់ស្ទួយច្រើនបងប្អូនគាត់ស្ទួយមួយថ្ងៃបាន4 7 8គីឡូបងប្អូនតែត្រីថ្លៃដែរ1គីឡូ10000អញ្ចឹងទៅនៅស្រុកខ្ញុំបងប្អូនហើយតែត្រីស្រែបងប្អូនហើយត្រីស្រែត្រីក្រាញ់អញ្ចឹងបងប្អូនគឺជាតិមែនតើស្លងបងប្អូនហើយនេះក្មួយខ្ញុំគាត់លើកឃើញត្រីស៊ីបងប្អូនជាប់នេះត្រីខ្ញុំស្ទួយមិញគឺបានយ៉ាងច្រើនណាស់បងប្អូនទីគាត់បើដែរហើយខ្ញុំដោះត្រីបងប្អូនហើយតាមមុខសាលាបរៀននេះគឺខ្ញុំរៀងស្ទួយមិញដែរហ្នឹងបងប្អូនគាត់ថាខ្ញុំស្ទួយពីនោះមកបានតែយើងក្រែលដែរបងប្អូនកន្លែងខ្ញុំចាស់ហ្នឹងចឹងហើយខ្ញុំមកសាក់សាលាបរៀនទៅគឺត្រីស៊ីយកមែនតើបងប្អូនហើយខ្ញុំកាប់នុយមកបន្តិចទេបងប្អូនខ្ញុំកាប់ច្រើនណាខ្ញុំខ្លាចត្រីអត់សូវមានអីចឹងទេបងប្អូនមានអីស្ទួយបានមិននឹកស្មានថាវាសវោត្រីចឹងមកសាលាបរៀនបងប្អូនហើយមកដល់ហ្នឹងសិតមាត់ត្រីក្រាញ់បងប្អូនហើយគឺអត់បានត្រីដែងទេហើយផ្ទុកក៏អត់សូវមានដែរគឺសវោជាងគេត្រីក្រាញ់តាមស្រុកស្រែត្រីក្រាញ់និយាយទៅនុយអីក៏វាស៊ីដែរវាអត់រើសទេអត់ដូចត្រីផ្ទុកត្រីអីទេត្រីផ្ទុកយូរបាន1 2ហ្នឹងបងប្អូនវាអត់សូវបានត្រីក្រាញ់ហើយតែនេះលើកហ្នឹងគឺរហូតបងប្អូនហើយគឺជាប់រហូតខ្ញុំមកទីរហូតតែជាប់ឡើយនេះគឺវាស៊ីលេបងប្អូនតែត្រីក្រាញ់ទៅហ្នឹងធំបងប្អូនហើយសអញ្ចឹងវាសូវខ្មៅត្រីក្រាញ់បងប្អូនហើយលេងតែដងបប2ទេបងប្អូនហើយដងបបហើយខ្ញុំមកស្ទូចនេះ1 ម៉ោង 2 ម៉ោងទេបងប្អូនត្រីលះបានមែនតើបាននៅពេញនេះស្ទូច3 4 ម៉ោងឯងមិនតាន់ឃើញត្រីស៊ីផងបងប្អូនហើយគឺពិបាករត់កន្លែងស្ទួយមែននៅពេញនិយាយមែនណាហើយមកទុកស្រែនេះយើងស្គាល់ទីតាំងយូរបងប្អូនអញ្ចឹងហើយយើងដឹងទីតាំងអញ្ចឹងយើងរកស្រួលហើយពិបាកអីរកទេហើយកន្លែងហ្នឹងគឺខ្ញុំស្ទួយកាលពីក្មេងបងប្អូនហើយក៏បានដែរកន្លែងហ្នឹងខ្លះបានដែកបានអីចឹងទៅបងប្អូនគឺដែកវាចូលចិត្តស៊ីនុយចលែនអញ្ចឹងបងប្អូននុយដីយ៉ាងហ្នឹងគឺចូលចិត្តមែនតើហើយទីតាំងហ្នឹងគឺជាអនុស្សាវរីយ៍ជាមួយមិត្តភ័ក្តិដែរត្រឡប់មកស្ទួយអញ្ចឹងបងប្អូនតាមហ្នឹងគឺនៅវ័យក្មេងខ្ញុំចូលចិត្តមកកន្លែងហ្នឹងបងប្អូនព្រោះខ្ញុំដើរពីផ្ទះខ្ញុំទៅគឺកាត់តាមភ្លឺស្រែអញ្ចឹងទៅបងប្អូនអត់មានអីជីទេកាលហ្នឹងអញ្ចឹងហើយខ្ញុំដើរកាត់ទៅវិញទៅមកទៅតាមហ្នឹងបងប្អូនវាឆ្ងាយដែរពីផ្ទះខ្ញុំទៅបងប្អូនមកដល់សាលារៀនខ្ញុំអញ្ចឹងភាគច្រើនក្មេងនៅតាមជនបទក្មេងសាក្រោយហ្នឹងបងប្អូនគឺគាត់អត់សូវដើរស្ទួយដើរអីទេដូចខ្ញុំពីជំនាន់មុនទេជំនាន់មុនគឺខ្ញុំនៅពេលក្មេងគឺចូលចិត្តបបកត្រីបកអីចឹងបងប្អូនគឺស្វ័យមែនតើជំនាន់ហ្នឹងតែត្រីមិនចេះអត់ទេបងប្អូនដាក់បានហ្មងហើយបើសិនសបោត្រីចឹងបងប្អូនបើសិនមាននុយអង្ក្រងបងអង្ក្រងក៏បានសគឺស៊ីលឿនមែនទេខ្លាញ់បងប្អូនហើយសុចលះបានទៀត
អានេះខ្ញុំដាក់នៅចលៀននេះខ្ញុំស្ទូចអត់យូរដែរទេបងប្អូនតែ2ម៉ោង1ម៉ោងគឺបានប៉ុណ្ណឹងគឺគ្រាន់បើហើយនៅពេញបងប្អូនហើយ2 3ម៉ោងតែបានត្រីទេតែមកដល់នេះមានកម្លាំងចិត្តបងប្អូនឃើញស្ទូចបានត្រីស៊ីចឹងលឿនហើយអាកន្លែងចាស់ខ្ញុំនោះគ្រាន់តែដាក់ទៅត្រីទាញបងប្អូនហើយតាមវាស៊ីទៅចេះអាត្រីក្រែងធំវាស៊ីទៅហាជាប់តែបើត្រីតូចស៊ីទៅពេចនុយបងប្អូនស៊ីដូចថាលេបដល់នុយចឹងតូចហ្នឹងបងប្អូនវាទាញខ្លាំងយ៉ាងអាធំស៊ីខ្លះវាអត់សូវទាញប៉ុន្មានទេអាត្រីក្រែងតូចហ្នឹងគឺស៊ីទាញហ្នឹងបងប្អូននេះកន្លែងនេះអីនេះទម្រាំមកមួយកន្លែងហ្នឹងគឺវាលើករួចចឹងបងប្អូនហើយនេះត្រីធំដែរបងប្អូនហើយជាស៊ីចឹងខ្ញុំទុកឲ្យយូរចឹងចាំលើកមកជាប់បងប្អូនហើយស៊ីជាប់ហើយនេះបានមួយទៀតហើយគឺដាក់បានបងប្អូនកន្លែងហ្នឹងខ្ញុំស្ទូចរៀងល្ងាចដែរបងប្អូនមកសាកហ្នឹងមុខសាលាបរៀនហ្នឹងបងប្អូនខ្ញុំស្ទូចមកពីនោះគឺយើងបានត្រីឆ្ក្រែលហ្នឹងបងប្អូនហើយទៀតខ្ញុំបង្ហាញត្រីខ្ញុំនេះបងប្អូនហើយទេសភាពស្រុកស្រែគឺស្អាតមែនតែននៅហ្នឹងបងប្អូនគឺស្អាតយកតែមែនតែនមកត្រីស្រែហ្នឹងបងប្អូនត្រីក្រាញ់ហ្នឹងបើឡមជូរគួរឆ្ងាញ់ហ្នឹងបងប្អូនហើយឡមជូរដាក់ម្ទេសហឹរគឺជាតិយកតែមែនតែនបងប្អូនតែសមមិញខ្ញុំស្ទូចបានបងប្អូនគឺពពងបងប្អូនមានអីខ្លែមអស់លិចប្រពន្ធខ្ញុំនឹកស្មានថាខ្ញុំស្ទូចបានឯណាដឹងថាបានត្រីច្រើនហ្នឹងទេគាត់ថារៀងគាត់បងប្អូនចាំមើលថាខ្ញុំបានត្រីតិចថ្ងៃហ្នឹងច្រើនអញ្ចឹងបងប្អូនចាំមើលខ្ញុំបង្ហាញចុងវីដេអូអញ្ចឹងបងប្អូនហើយខ្ញុំដាក់ដបអញ្ចឹងវាពិបាកមើលទៅដូចបានតិចអញ្ចឹងតែក្នុងដបហ្នឹងច្រើនបងប្អូនត្រីដបបវក់2ទេតែបានប៉ុណ្ណឹងបើសិនមានណាដងបវក់មួយទេបវលហ្នឹងបងប្អូនហ្នឹងបវក់បានត្រីធំហ្នឹងយើងប្រើនុយកែបនុយអញ្ចឹងទៅគឺត្រីផ្ទក់ក៏វាស៊ីដែរបងប្អូនស្ទូចនៅពេញបងប្អូនហើយមកល្ងាចបានត្រី1 2អីមកវិញត្រូវមកប្រពន្ធគាត់ថាឲ្យស្ទូចដែរបានត្រីអញ្ចឹងពេលមកដល់ផ្ទះហ្នឹងបងប្អូនខ្ញុំស្ទូចបានត្រីអញ្ចឹងទៅឲ្យគាត់មើលអញ្ចឹងទៅគាត់ថាបានច្រើនគាត់ថាសពោត្រីដែរអញ្ចឹងហើយតែនេះលើកជាប់ស្មៅបងប្អូនហើយស្មៅជាប់ត្រីជាប់ស្មៅស្ត្រីទីឡើងលឹបវិញជាប់ទៀតហើយតមកវាអស់នុយបងប្អូនអញ្ចឹងហើយខ្ញុំមករៀងយូរដែរអញ្ចឹងបងប្អូនក៏ខ្ញុំរៀបចំទៅផ្ទះវិញទៅបងប្អូននុយក៏អស់ដែរអញ្ចឹងខ្ញុំជឿនៅទៀតអញ្ចឹងបងប្អូនព្រោះក្មួយខ្ញុំវាទៀតទៅផ្ទះអញ្ចឹងហើយមានតែផ្លូវមួយទៅផ្ទះទេបងប្អូនមកបាន2ថ្ងៃបងប្អូនហើយមុខដល់ខ្មៅដល់កងបងប្អូនហើយមកស្ទួយត្រីបងប្អូនហើយគេល្អគ្រប់គ្នានេះហើយនេះត្រីខ្ញុំស្ទួយបាញ់បងប្អូននេះខ្ញុំចាក់ចូលឆ្នាំងហើយគឺច្រើនហ្នឹងបងប្អូនហ្នឹងត្រីក្រាញ់បងប្អូនល្អណាស់ហើយបើសិនឡំជូរដល់ជាតិហើយត្រីនេះបងប្អូនហើយប៉ុណ្ណឹងរួចខ្លួនណា